បងទាំងពីរសរសេរ x ស្មើដក10និង y ស្មើដក30គណនា x ដក y អញ្ចឹងបងទាំងពីរចាប់ដើមគណនាតែម្ដងអញ្ចឹងណាហាមើលចម្លើយគ្នាធ្វើរៀងខ្លួនចឹងបងអ្នកធ្វើឲ្យបងគណិតទៀមតែចម្លើយយើងឡើងវិញតោះរួចដល់បងបែរមកមុខទាំងអស់គ្នាតោះមួយបានតោះបែរមកមុខមកឆ្លើយទៅនេះក៏បានដែរណាចម្លើយអ្នកទាំងពីរត្រូវឬខុសបាទចម្លើយមួយឃើញចម្លើយបានមួយឃើញចម្លើយ20បាទចម្លើយដូចគ្នាប៉ុន្តែបងមើលការគណនាយ៉ាងម៉េចខុសគ្នាហេតុអីបានយក30ដក10បាន30ដក10មកពីណាបាទចម្លើយពួកគាត់ត្រូវហើយមែនអត់មានតម្លៃស្មើ10ហើយ y ស្មើ10 30ហើយបាន10ហើយបាន10 30ស្មើហើយយក10នេះគុណសញ្ញាដល់បានបូក30គុណមិនយកសញ្ញាដល់បូក10ទៅបានបូកបាទពេលឥឡូវបាន10បូក30ហើយសញ្ញាของនេះយកយកគេដូចយកសញ្ញាតាមនេះផងហើយ30ដល់10ហើយបាន20ចុះសញ្ញាបូកតែបូកមិនដាក់សញ្ញាបូកមិនបាច់ដាក់កYes តោះអរគុណអញ្ចឹងខាងនោះគាត់ធ្វើឃើញចម្លើយ20ដែរតែគាត់អត់ដឹងបកស្រាយមិនទេបាទអញ្ចឹងចម្លើយត្រូវដូចគ្នាប៉ុន្តែរបៀបធ្វើខុសគ្នាណាអញ្ចឹងអរគុណច្រើនភេទដែរមានភេទយើងទាំងអស់គ្នា